ត្រីម្នាក់បានលាបប្រេងរអិលពេញរាងកាយព្យាយាមរចូលទៅក្នុងរន្ធដ៏ចង្អៀតមួយទើបតែលយជើងមកខាងចិនចង្កេះរបស់នាងក៏ជាប់កាំងណែនក្រួនបុរសនៅក្បែរមិនត្រឹមតែមិនជួយទាននាងឡើងវិញផ្ទុយទៅវិញបែរជាបន្តសង្កត់នាងចុះក្រោមស្បែកត្រូវរងសម្ពាធយ៉ាងខ្លាំងរហូតឈឺផ្សាដល់បេះដូងនាងសង្ឃឹមថាអ្នកគ្រប់គ្នានឹងជួយទាញនាងចេញមកវិញតែមនុស្សជុំវិញមិនខ្វល់ខ្វាយអ្វីឡើយហើយនៅតែបន្តប្រឹងរុញនាងចុះក្រោមស្របពេលកម្លាំងរុញកាន់តែខ្លាំងឡើងសត្វរីនោះត្រូវបង្ខំចិត្តរអិលធ្លាក់ទៅក្នុងទីជ្រៅនៅសល់តែដៃទាំងពីរនិងក្បាលដែលជាប់នៅមាត់រន្ធមនុស្សពីរនាក់នោះបានប្រឹងបញ្ចេញកម្លាំងយ៉ាងខ្លាំងហើយញាត់នាងចូលទៅខាងក្នុងទាំងស្រុងអ្នកនៅមាត់រន្ធភ័យស្លន់ស្លោស្រែកឡើងព្រោះខ្លាចថានាងនឹងលង់ទឹកស្លាប់ទីបំផុតស្ត្រីនោះក៏បានងើបផុតពីទឹកហើយប្រញាប់រកថ្នាំបន្សាបឃើញរួចឡើងមកច្រាំងដើម្បីសម្រាកអ្នកនៅខាងលើឃើញនាងយកបានក៏បញ្ជាឲ្យនាងចងថ្នាំបន្សាបជាប់នឹងខ្សែពួរប៉ុន្តែនាងបានដឹងទុកជាមុនក៏ឡើងទៅលើខឿនហើយតបវិញយ៉ាងត្រជាក់ថាលោកត្រាតាអ្នកទាំងអស់គ្នាចុះមកតាមមាត់រន្ធដោយខ្លួនឯងកុំអីកុំសង្ឃឹមថានឹងបានថ្នាំបន្សាបឲ្យសោះនិយាយចប់នាងក៏បែរខ្នងដើរចូលទៅក្នុងលូជ្រៃរួចលាក់ថ្នាំបន្សាបទុកយ៉ាងល្អហើយឡើងតងជញ្ជាំងអើតមើលទៅខាងក្រៃម្ដងទៀតនៅពេលនេះកងទ័ពបានបើកប្រតិបត្តិការសង្គ្រោះបន្ទាន់ទ្រង់ជួយធំដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគជីវសាស្ត្រឲ្យអស់ពីសមត្ថភាព